ពុកម៉ែបងប្អូនថ្ងៃនេះពិសេសខ្លាំងដងធ្វើមហូបមានគណៈកម្មការឲ្យបន្ទុកអីហើយថ្ងៃនេះពិសេសត្រង់មានគណៈកម្មការទាំងពីរឲ្យបន្ទុកណាហើយមហូបថ្ងៃនេះគឺយើងធ្វើស៊ុបអន្ទង់មុខមហូបស៊ុបអន្ទង់នេះបងប្អូនពេលចូលឆ្នាំខ្មែរខាងមុខពុកម៉ែបងប្អូនធ្វើមហូបនេះឲ្យប៉ាម៉ាក់ចាស់ចាស់ចាហើយគាត់ភាសាទៅមានកម្លាំងណាពុកម៉ែបងប្អូននឹងឲ្យឆ្ងាញ់ចាភាសាហើយដឹងតែគាត់ចង់ភាសាទៀតហ្មងហើយរបៀបធ្វើយ៉ាងណាទស្សនាវីដេអូនេះទៅបងប្អូននឹងដឹងហើយណាអញ្ចឹងដំបូងយើងចាប់អន្ទង់ចាប់អីសម្អាតសម្លេះហើយអញ្ចឹងទៅតាមដូចសាប់ដងអញ្ចឹងណាបងប្អូនហើយយើងអាំងខ្ទឹមអាំងម្ដេងដូចជាលក្រីចាដំឲ្យវាស្អាតមកហើយនេះខ្ញុំធ្វើខ្ទឹមបំពងបងប្អូនខ្ទឹមបំពងនេះយើងធ្វើថ្មីយើងអត់ធ្វើទុកទេហើយថ្មីអញ្ចឹងនិយាយពីថាឆ្ងាញ់បងប្អូនអើយដាក់ក្នុងស៊ុបយើងណាចាហើយយើងពងឡើងឈ្ងុយចឹងយើងស្រង់វាមកបន្ទាប់មកយើងដាំទឹកដាក់ធ្វើទឹកស៊ុបណាហើយនេះគឺការធ្វើសម្អាតអន្ទង់បងប្អូនការសម្លេះទុំគឺខ្ញុំដាក់ទឹកកកអញ្ចឹងណាចាហើយខ្ញុំទិញនេះគឺ1គីឡូ1ខាំបានអន្ទង់3បងប្អូនព្រោះអន្ទង់វាធំដែរណាបងប្អូនឃើញទុំអញ្ចឹងក៏ដឹងថាតំណងធ្វើស៊ុបគឺត្រូវហ្មងបងប្អូនអើយឆ្ងាញ់ណាស់ហើយជាតិសាច់វានឹងផ្អែមហ្មងចាហើយកាត់វាជាកង់ណាបងប្អូនយើងកាត់វាកង់បែបហ្នឹងមកដើម្បីឲ្យងាយស្រួលក្នុងការហូបចាធំនេះខ្ញុំអត់ពីភ្នប់ដៃខ្ញុំមកបងប្អូនចឹងទឹកយើងពុះហើយយើងដាក់គ្រឿងយើងដែលយើងបានដាំហ្នឹងមានលក្រីលក្រូចខ្ទឹមអាំងនិងម្ដេងណាបន្ទាប់មកយើងដាក់អំបិលចាប៊ីចេងរ៉ូឌីតែប៉ុណ្្នឹងឯងបងប្អូនគ្រឿងផ្សំដូចពូអំបិលខ្ញុំប្រើអំបិលគ្រួសបងប្អូនជាទូទៅម្ហូបគ្រប់ម្ហូបគឺខ្ញុំប្រើអំបិលគ្រួសណាអំបិលគ្រួសខ្មែរយើងណាហើយនេះជាបន្លែចាបន្លែដាក់ស៊ុបយើងចាមានម្អមមានជីណាមានភ្លៅកែបមានបីចកះមានផ្សិតកញ្ចប់ចាមានម្ទេសមានក្រូចឆ្មានិងខ្ទឹមពងយើងពងមិញហ្នឹងហើយបន្ទាប់មកគឺមីសួរដុំមីចាមីដុំនិងពងទាព្រមទាំងគោឆៅចាស៊ុបហ្នឹងបងប្អូនមានពងមាន់ស្រែក៏បានដែរចាតែខ្ញុំមានពងទាចិញ្ចឹមខ្លួនឯងអញ្ចឹងខ្ញុំដាក់ពងទារបស់ខ្ញុំមកឆ្ងាញ់ជាងចាអញ្ចឹងយើងស៊ុបយើងឆ្អិនហើយតែបងប្អូនចេះស៊ុបហ្នឹងឯងកុំងាស់វាយូរចាយើងងាស់វារៀងសាច់ទុងយើងរៀងទុនតិចមកចាំយើងដាក់មកដាក់ក្នុងឆ្នាំងដីយើងណាចាហើយស្ទុកស៊ុបដាក់ឆ្នាំងដីអញ្ចឹងនិយាយពីថាឈ្ងុយបងប្អូនចាយើងដាក់អីចូលគ្រប់សពឲ្យអស់មកដាក់ពងទាដាក់គោឆៅនិងខ្ទឹមបំពងអីចឹងមកណាបងប្អូនចាហើយដាក់មីដាក់អីចឹងទៅចាមានអីដាក់នឹងឲ្យអស់មកចាអញ្ចឹងបន្ទាប់មកវាពុះឲ្យបងប្អូនញ៉ាំបានហើយឆ្នាំងហ្នឹងងុំល្អពុកម៉ែបងប្អូនខ្ញុំទិញនៅកំពង់ឆ្នាំងហើយប្រើមាំប្រើអត់ងាយបាយទេខ្ញុំទិញកាលនោះដូចជា5 6ហើយខ្ញុំប្រើអស់តែ3នៅសល់2ថ្មីទៀតចានេះដល់ពេលគណៈកម្មការដាក់បន្ទុកឲ្យពុកម៉ែបងប្អូនអើយនេះម៉ាក់ខ្ញុំចាហើយអានេះប៉ាម្ហូបនេះគឺម៉ាក់គាត់កំងជាពិសេសគាត់ជួយចិត្តណាអន្ទង់ពុកម៉ែបងប្អូនពូគាត់ថាម្ហូបទៅមានកម្លាំងហើយឃើញប៉ាខ្ញុំធ្វើមុខកវីចឹងគាត់ថាអត់ឆ្ងាញ់គាត់ថាសាបចាស់ដឹងហើយគាត់ហូបសាបគឺល្អណាបងប្អូនចាវាហៅមួយដៃទៀតហើយតកតងនឹងការរសជាតិសាបនេះពុកម៉ែបងប្អូនមានទឹកជ្រលក់មានទឹកត្រីទឹកម្ទេសទឹកអីអញ្ចឹងទៅថែមថយទៅប៉ុន្តែចាស់គឺយករសជាតិអត់សូវដិតហ្មងទេដោយសារគាត់ចាស់អញ្ចឹងគាត់ហូបគឺប្រយ័ត្នប្រយែងមែនតើមិនផ្អែមហើយក៏មិនប្រៃដែរគឺរសជាតិយកល្មមណាចឹងអរគុណច្រើនពុកម៉ែបងប្អូនចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយកុំភ្លេចធ្វើឲ្យប៉ាម៉ាក់ញ៉ាំទាំងអស់គ្នាណាពុកម៉ែបងប្អូនអរគុណ